Good afternoon, Society Agni, and this is Minia. Welcome to my new video. And today I'm so excited that it's my first video that I use my new digital camera, Sony ZV-1F. And today I would like to talk about how is my processing to lose weight in 20 days. ពួកអ្នកនរគ្នាខ្ញុំមួយរយៈចុងក្រោយហ្នឹងគឺខ្ញុំឡើងគីឡូខ្លាំងមែនតើគឺដោយសារតែ health concern ខ្ញុំវាកាត់ដុំសាច់នៅកន្លែងកញ្ចឹងកហ្នឹងហើយខ្ញុំដាក់ស្រោមច្រើនពេកទៅធ្វើឲ្យខ្ញុំចិត្តតែឃ្លានញ៉ាំបានក្នុងរយៈពេលអាចថា7 មួយឆ្នាំខ្ញុំឡើងដល់14គីឡូអ្នកនរគ្នា14គីឡូគឺច្រើនខ្លាំងមែនតើហើយបន្ទាប់មកខ្ញុំជួបអ្នកស្គាល់គ្នាអ្នកនរគ្នាជួបគាត់នៅ mall Aeon Mall Science Series ហ្នឹងគាត់ថាគីឡូច្រើនណាស់អត់សម្រាប់អត់អីខ្លះអីឡើងធំអីចឹងអាហ្នឹងខ្ញុំអត់ខឹងគាត់អីទេប៉ុន្តែវាជាពាក្យខ្លះអ្នកនរគ្នាគួរនិយាយពាក្យខ្លះអ្នកនរគ្នាអត់គួរនិយាយទេដោយសារតែពាក្យខ្លះអាចនឹងប៉ះពាល់អារម្មណ៍អីចឹងណាតែអរគុណគាត់ដែរដែលគាត់ជួយដាស់តឿនពួកអីបើមិនគាត់ដាស់តឿនទេខ្ញុំនឹងបង្ងើយកតាយនឹងរូបរាងខ្លួនឯងបងនិយាយទៅបដ ாய் គឺខ្ចោលនិយាយហ្មងគឺដឹងតែធំហ្មងបន្តមកខ្ញុំបានឃើញ TikTok បងប្រុសម្នាក់គាត់ do fasting 23 hour ហើយអ្នកខ្ញុំឃើញវីដេអូគាត់ឃើញគាត់ទទួលបាន result មែនបើគាត់ហើយអញ្ចឹងខ្ញុំ decide ថាខ្ញុំនឹងធ្វើ fasting ដូចគាត់ខ្ញុំនឹងធ្វើ fasting 23 hour ដូចគាត់ដែរគឺខ្ញុំនឹងអត់អាខ្លួនឯងមកពេលផឹកគឺញ៉ាំតែកាហ្វេអត់ស្ករមកកាហើយពេលថ្ងៃញ៉ាំអាហារដែលមានជាតិ protein មានសាច់មានបន្លែគ្រប់គ្រាន់អីចឹងទៅហើយនឹងពេលល្ងាចអត់ញ៉ាំរហូតដល់ថ្ងៃស្អែកតអញ្ចឹងណាអ្នកនរគ្នាថ្ងៃដែលខ្ញុំ fasting ហ្នឹងគឺក្នុងថ្ងៃទី21 February yes start ថ្ងៃ21 February ហ្នឹងbefore ខ្ញុំ travel to Vietnam ហ្នឹងគឺខ្ញុំឃើញថាខ្ញុំស្រក2គីឡូតែពេលហ្នឹងដោយសារទៅវៀតណាមហ្នឹងខ្ញុំ cheat day 3ថ្ងៃ28ទី1ជាមួយនឹងថ្ងៃទី2ថ្ងៃ my birthday ឃើញថាពេលខ្ញុំមកវិញហ្នឹងឡើងថ្លឹងគឺអត់មានអីជាបញ្ហាទេដោយសារតែឃើញ over តែ1គីឡូឯងខ្ញុំក៏បន្ត fasting រហូតដល់ថ្ងៃហ្នឹងខ្ញុំឡើងថ្លឹងដល់ទៀតគឺ result របស់ខ្ញុំ very nice មែនតើគឺក្នុងរយៈពេល7 20ថ្ងៃហ្នឹងគឺខ្ញុំស្រក7គីឡូអ្នកនរគ្នាស្ដាប់អត់ច្រឡំទេគឺ7គីឡូតាំងពីខ្ញុំគីឡូ83 until ឥឡូវខ្ញុំគីឡូតែ76.9ឯងខ្ញុំ so happy ហ្មងហើយសំខាន់ខោដែលខ្ញុំធ្វើការហ្នឹងគឺឥឡូវហ្នឹងអាឡុងចកេះមកហើយមុខឡើងអូយឡើង change shape ហ្មង face shape គឺឡើង V ហ្មង I love មែនតើហើយតែបើសិនជាអ្នកនរគ្នាអត់របៀបថាទៅ start up fasting ខ្ញុំអត់ suggestion ឲ្យអ្នកនរគ្នាធ្វើអញ្ចឹងទេដោយសារតែពេលថ្ងៃឡើងឃ្លានខ្លាំងហ្មងមានអារម្មណ៍ថាអត់សូវមានកម្លាំងដោយសារតែយើងប្រអត់អាហារខ្លួនឯងខ្លាំងពេកតែបើសិនជាអ្នកនរគ្នាអាចធ្វើបានគឺគាត់មែនតើបើសិនជាពេលថ្ងៃឬក៏ល្ងាចអ្នកនរគ្នាឃ្លានអាចញ៉ាំជាពងមាន់ស្ងោរអាហ្នឹងក៏ញ៉ាំបានដែរតែញ៉ាំយកផ្នែកខ្សោយដោយសារវាមាន protein អញ្ចឹងអត់ធ្វើអ្នកនរគ្នាឃ្លានទេហើយ this is such a good signal that I got from my 23 hour fasting so I really appreciate what I have did it was so good yes it's a good result for me that I did it yes so អ្នកនរគ្នា about my video គឺមានតែប៉ុណ្្នឹងទេសម្រាប់អ្នកនរគ្នា enjoy និង continue to support me the next video thank you bye bye see you later